សួស្តីបងប្អូនអ្នកគ្នាបាទថ្ងៃនេះផងដែរប៉ះសិននេះគឺវាមានបញ្ហាលោតតិចៗណាអញ្ចឹងបញ្ហាហ្នឹងភាគច្រើនទៅលើបញ្ហា hard disk ហើយថ្ម CMOS ហើយនឹង adapter ខ្សោយបាទហើយគឺខ្ញុំឆែកមើល hard disk ទៅវាស្គាល់អត់អញ្ចឹងណាអញ្ចឹងខ្ញុំដាក់លុយមកបងប្អូនជាងមើលក្បាលវាត្រូវសិនទៅមកចេញភ្លើងខ្ញុំដោតតេស្តទាំងអស់មកអ៊ីនធឺណិត HDMI តបមកដោតម៉ៅឥឡូវគឺយើងឆែកមើល screen របស់គ្នាសិននេះគឺវាលោតតិចៗរហូតចឹងយើងចង់ដឹងថាវាឆែកអត់ឌីខូចមិនខូចគឺយើងឆែកទៅលើ screen ចឹងបងប្អូនដែលគាត់ចង់ដឹងពីបញ្ហាទាំងអស់ហ្នឹងបងប្អូនអាចមើលក្នុងវីដេអូនេះបានឃើញទេបងប្អូនវាលោតបែបហ្នឹងណាចឹងយើងចូលឡើង menu វាយ password មួយសិនpassword admin ចឹងយើងចូលទៅកន្លែង hard disk នេះតោះមកយើងឆែកមើលបងប្អូនឥឡូវយើងសាក format វាសាកមើលវាលោត100នេះម៉ាស៊ីននេះពួកម៉ាស៊ីនសេរីចាស់បងប្អូននេះគ្រឿងវាតែប៉ុណ្្នឹងអាឌីសនេះគឺយូរឆ្នាំហ្នឹងចឹងវាល្មមដល់ពេលខូចហើយចឹងឃើញថា hard disk នេះវា format លេងទៅហើយបងប្អូនចឹងគឺវាលេងស្គាល់ហើយ hard disk នេះហើយម៉ាស៊ីននេះគឺខ្ញុំបាន reset password ហើយនឹងអានបាញហើយនឹង default ម៉ាស៊ីនចោលទៀតនៅតែវាអត់ដើរអញ្ចឹងគឺបញ្ហា hard disk ហ្នឹងគឺវាទៅហើយអញ្ចឹងរបៀបឆែកមានតែប៉ុណ្ណឹងបងប្អូន hard disk ហ្នឹងគឺវាគាំងហើយលេងដំណើរការហើយ